សូមជូនរឿងនិទានខ្មែររឿងខ្លាចង្ប្រាជ្ញាគីង្គក់និងអណ្ដើកកាលពីដើមឡើយខ្លាមានចិត្តក្រអឺតក្រទើមនិងចូលចិត្តអួតអាងអំពីល្បឿននិងអំណាចក៏ដូចជាកម្លាំងរបស់ខ្លួនថ្ងៃមួយខ្លាបានជួបជាមួយនឹងគីង្គក់និងមេអណ្ដើកក៏សើចចំអកឲ្យសត្វទាំងពីរថាពួកវាដើរយឺតយ៉ាវនិងមិនអាចប្រៀបធៀបនឹងល្បឿនរបស់ខ្លួនឡើយគីង្គក់និងអណ្ដើកខឹងណាស់ក៏បបួលខ្លាភ្នាល់រត់ប្រណាំងគ្នាខ្លាសោចកាន់តែខ្លាំងហើយក៏យល់ព្រមភ្នាល់មុននឹងចាប់ផ្ដើមប្រណាំងគីង្គក់បានប្រមូលកូនចៅរបស់ខ្លួនទាំងអស់ឲ្យទៅពួននៅតាមផ្លូវរត់និងនៅដល់ទីបញ្ចប់នៃគោលដៅពេលចាប់ផ្ដើមរត់ខ្លាក៏ប្រឹងរត់ល្បឿនលឿនបំផុតគីង្គក់ក៏លុតទៅពួននៅក្នុងស្នាមជើងខ្លារត់បានមួយសន្ទុះខ្លាគិតថាគីង្គក់មិនអាចតាមទាន់ទេក៏ឈប់សម្រាកហើយស្រែកសួរថាណែគីង្គក់ឯងនៅឯណាហើយពេលនោះគីង្គក់មួយក្បាលដែលនៅក្បែរនោះដែលជាបពួកក៏បានឆ្លើយខ្ញុំនៅទីនេះតើកំពុងចាំឯងខ្លាភ្ញាក់ផ្អើលណាស់ក៏ប្រឹងរត់ទៅមុខទៀតពេលខ្លារត់ជិតដល់ទីបញ្ចប់ក៏ស្រែកសួរម្ដងទៀតស្រាប់តែគីង្គក់មេដែលពួននៅជិតទីបញ្ចប់ក៏លួចចេញមកពីស្នាមជើងខ្លាហើយឆ្លើយថាខ្ញុំមកដល់យូរហើយកំពុងតែលេងដីនេះខ្លាអស់កម្លាំងនិងភ្ញាក់ផ្អើលយ៉ាងខ្លាំងក៏ដួលសន្លប់បាត់ស្មារតីដោយចាញ់ប្រាជ្ញាគីង្គក់ចំណែកឯអណ្ដើកវិញវាមិនបានរត់តាមខ្លាទេតែវាបានដើរតិចទៅដល់គោលដៅដោយសុវត្ថិភាពហើយក៏បានឈ្នះការភ្នាល់គ្នាដោយភាពអត់ធ្មត់របស់វាមេរៀននេះបានអប់រំយើងអំពីការអួតអាងនិងការប្រមាថអ្នកដទៃមិនមែនជាជ័យជំនះពិតប្រាកដទេទោះយើងមានចំណុចខ្សោយបើយើងចេះប្រើប្រាជ្ញានិងមានភាពអត់ធ្មត់យើងនឹងទទួលបានជោគជ័យ